គ្រប់មនុស្សបុគ្គលហេតុការណ៍ឬក៏មានតម្លៃជាសកលអានេះគេចង់និយាយថាសុភាសិតខ្លះមានត្រឹមត្រូវគ្រប់សម័យកាលហើយក៏ត្រឹមត្រូវតាមបរិបទសម័យមួយដែរអញ្ចឹងមើលឧទាហរណ៍ណាចេះពីរៀនមានពីរោទឹកត្រជាក់ត្រីកុំឃើញទេអាហ្នឹងហើយតោះឥឡូវមើលចំណុចសំខាន់មួយទៀតក្នុងការបកស្រាយគឺថាចំណែកសុភាសិតខ្លះមានតែខ្លឹមសារប្រែប្រួលទៅតាមសម័យកាលនៅពេលវេលាឬក៏ទីកន្លែងអានេះគេចង់ប្រាប់យើងថាសុភាសិតខ្លះហ្នឹងណាវាប្រើបានតែនៅសម័យកាលមួយឯងអត់អាចប្រើគ្រប់ពេលវេលាបានគ្រប់សម័យកាលបានទេតោះដូចជានេះយើងមើលនេះឧទាហរណ៍បើហេតុបាត់ប្រចាំគង់និយាយយប់ផ្ទុកព្រៃនិយាយថ្ងៃព្រៃមានវិជាតោះនេះតោះអញ្ចឹងនេះមកដល់កន្លែងនេះគឺជាចំណុចដ៏សាមញ្ញក្នុងការបកស្រាយសុភាសិតការបកស្រាយសុភាសិតគឺមានពីររបៀបណាទីមួយតកតងទៅនឹងនៃអក្ខររូបដែលយើងហៅថានៃចំនឹងឯងអញ្ចឹងយើងមកយល់ទាំងអស់គ្នាថានៃចំនោះជានៃបែបម៉េចគឺជានៃបង្ហាញដោយចំត្រង់ដែលទៅនៃផ្ទាល់មិនមែនជានៃប្រដូចឬនៃធៀបមិនបញ្ឆិតបញ្ឈៀងអានេះគេហៅថានៃចំហើយឧទាហរណ៍យើងមើលឧទាហរណ៍នៅទីនេះមកគេថាម៉េចងើយស្កកអោនដាក់ទ្រពអញ្ចឹងងើយស្កកនៅទីនេះគេសំដៅដល់ដើមស្រូវហើយអោនដាក់ទ្រពគឺព្រាស្រូវអោននោះគឺធ្ងន់ដោយសារទ្រពឃើញទេអាហ្នឹងអញ្ចឹងតោះយើងចូលមកដល់នៃទី2គឺនៃអក្ខរបដិរូបដែលយើងហៅសាមញ្ញថានៃធៀបឬក៏នៃប្រៀបធៀបអញ្ចឹងវាមានន័យយ៉ាងម៉េចនេះគឺជាន័យប្រដូចឬនៃប្រៀបធៀបដែលគេត្រូវនិយាយបកស្រាយដោយមិនចំគឺបញ្ឆិតបញ្ឈៀងនិយាយបញ្ឆិតបញ្ឈៀងនឹងឯងតោះនេះឥឡូវយើងមកមើលឧទាហរណ៍និយាយបញ្ឆិតបញ្ឈៀងនឹងវិញសំណាបយោដីស្រីយោបរោះនេះគេយកនៃបញ្ឆិតបញ្ឈៀងហ្នឹងតមកទៀតចំណាំណាទៅក្នុងសុភាសិតគឺត្រូវចំណាំកន្លែងនេះសុភាសិតខ្លះណាវាមានតែន័យចំទេគឺអត់មានន័យធៀបទេហើយសុភាសិតខ្លះអត់មានន័យធៀបប៉ុន្តែមានន័យចំអញ្ចឹងវាច្រាក់ម្ដងម្នាក់លក្ខខណ្ឌបាទបងណាតោះចឹងបញ្ជាក់កន្លែងនេះឲ្យតិចដូចនេះដើម្បីបកស្រាយសុភាសិតឲ្យបានត្រឹមត្រូវយើងក៏បីបង្ហាញពីការអះអាងទៅតាមន័យរបស់សុភាសិតនោះឲ្យបានច្បាស់លាស់បងណានេះគឺន័យចំនិងន័យធៀបគឺបើមកចប់បញ្ជាក់ហ្នឹងហើយអាចលើកយកឧទាហរណ៍មកបញ្ជាក់បន្ថែមទៀតឲ្យវាកាន់តែធ្វើឲ្យការបកស្រាយរបស់យើងកាន់តែល្អប្រសើរអានេះគឺចង់ប្រាប់ពីវិធីសាស្ត្រនៃការបកស្រាយហ្នឹងចេះសុភាសិតខ្លះបើយើងយល់និយមបើយើងយល់អត្ថន័យរបស់ប្រធានសុភាសិតហ្នឹងណាឧទាហរណ៍ងើយស្កកអោនដាក់ទ្រពបើយើងយល់អត្ថន័យថាហ្នឹងគេនិយាយពីស្អីយើងបកស្រាយយើងយកតែម្ដងប៉ុន្តែបើយើងអត់យល់ទេយើងត្រូវកាត់វាម្ដងមកឃ្លៀប៉ុន្តែគេហៅថាឃ្លៀនេះឃ្លៀទី1ឃ្លៀទី2យើងត្រូវបញ្យល់វាម្ដងមកឃ្លៀហើយដាក់ឧទាហរណ៍ឃ្លៀនេះបកស្រាយហើយឧទាហរណ៍មកឃ្លៀនេះបកស្រាយមកឧទាហរណ៍អាហ្នឹងគឺជាអំណោយណាតោះ